ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមនាយឧត្តមសេនីយ៍សថេតអគ្គស្នងការនគរបាលជាតិឯកឧត្តមស្នេហ៍ឯកឆាយកឹមខឿនអគ្គស្នងការរងនគរបាលជាតិនិងឯកឧត្តមស្នេហ៍ឯកជួនណារិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានអញ្ជើញជាសហអធិបតីពិធីបិទវគ្គបំពន់ជំនាញរយៈពេលខ្លីស្ដីពីទូនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលដល់សិក្ខាកាមជាមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញពិធីនេះប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី15ខែកញ្ញាឆ្នាំ2025នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដោយមានការអញ្ជើញចូលរួមពីលោកប្រធានអនុប្រធាននាយកដ្ឋានជាប្រតិភូអមដំណើរលោកស្រីជាស្នងការរងលោកនាយការិយាល័យជំនាញលោកអធិការនគរបាលទាំង14ខណ្ឌលោកនាយប៉ុស្តិ៍នគរបាលទាំង105សរុបចំនួន332រូបយោងតាមលទ្ធផលនៃការប្រឡងសំណួរចម្លើយជ្រើសរើសនិងតាមការពិនិត្យជារួមរបស់គណៈគ្រប់គ្រងវគ្គនិងក្រុមការងាររបស់លោកឧត្តមស្នេហ៍ទូមាសលឹមតុងប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាលបង្ហាញថាសិក្ខាកាមបានទទួលលទ្ធផលដូចខាងក្រោមនិទេសល្អចំនួន76នាក់ស្មើនឹង46%និទេសល្អបង្គួរចំនួន83នាក់ស្មើនឹង50%និទេសមធ្យមចំនួន6នាក់ស្មើនឹង4%ឯកឧត្តមស្នេហ៍ឯកជួនណារិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់គណៈអធិបតីតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមស្នេហ៍អគ្គស្នងការនគរបាលជាតិឯកឧត្តមស្នេហ៍ឯកក៏បានវាយតម្លៃខ្ពស់ចំពោះសិក្ខាកាមទាំងអស់ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រប្រកបដោយលទ្ធផលជោគជ័យនិងបានកោតសរសើរដល់គ្រូបង្គោលតាមជំនាញនីមួយៗដែលបានផ្ដល់បទពិសោធន៍និងខិតខំបង្ហាត់បង្រៀនចែករំលែកចំណេះជំនាញនិងខ្លឹមសារមេរៀនដល់សិក្ខាកាមទទួលបានការយល់ដឹងកាន់តែច្បាស់លាស់ជាមូលដ្ឋានបំពេញការងារជំនាញឲ្យបានត្រឹមត្រូវក្នុងការរួមគ្នាអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពសម្ដៅរក្សាឲ្យបាននៅសុខសន្តិភាពសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមជូនរាជរដ្ឋាភិបាលពីវេទិកាអធិបតីនេះដែរក្នុងនាមឯកឧត្តមនាយឧត្តមស្នេហ៍សថេតអគ្គស្នងការនគរបាលជាតិក៏ដូចជាឯកឧត្តមស្នេហ៍ឯកឆាយកឹមខឿនអគ្គស្នងការរងនគរបាលជាតិក៏បានឯកភាពនៅរបាយការណ៍លទ្ធផលនៃការសិក្សារបស់សិក្ខាកាមនិងបានគ្រប់គ្រងនៅប្រសាសន៍ដឹកនាំរបស់ឯកឧត្តមស្នេហ៍ឯកអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញហើយក៏សូមពំនាំនៅការផ្ដាំផ្ញើសាកសួរសុខទុក្ខដល់សិក្ខាកាមទាំងអស់ពីសំណាក់ឯកឧត្តមនាយឧត្តមស្នេហ៍អគ្គស្នងការនគរបាលជាតិសូមថែរក្សាសុខភាពឲ្យបានល្អពិសេសក្នុងអំឡុងនៃពិធីបុណ្យភ្ជុំបិណ្ឌកាន់បិណ្ឌនាឱកាសនេះនិងសូមកោតសរសើរដល់នាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុងការរៀបចំឲ្យមានវគ្គបណ្ដុះបណ្ដាលដ៏មានសារៈសំខាន់នេះឡើងដែលមានមេរៀនរហូតដល់9មុខជំនាញនិងមានគ្រូឧទ្ទេសជាអគ្គស្នងការរងដែលមានជំនាញនិងបទពិសោធន៍យូរឆ្នាំនិងពន្យល់បកស្រាយមេរៀនបានល្អ 100%ឯកឧត្តមស្នេហ៍ឯកឆាយកឹមខឿនក៏បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ដែលបានបញ្ចប់វគ្គសិក្សានេះត្រូវយកចំណេះដឹងដែលទទួលបានទៅបម្រើអង្គភាពផ្សព្វផ្សាយបន្តដល់មន្ត្រីរួមការងារក្នុងអង្គភាពពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាលនិងត្រូវខិតខំសិក្សាស្វែងយល់បន្ថែមលើជំនាញវិជ្ជាជីវៈពិសេសជំនាញបច្ចេកវិទ្យាខណៈដែលបច្ចុប្បន្នសកលលោកមានការរីកចម្រើនយ៉ាងខ្លាំងខាងប្រព័ន្ធបច្ចេកវិទ្យាដូច្នេះបទល្មើសបច្ចេកវិទ្យាការឆបោកតាមប្រព័ន្ធអនឡាញក៏មានការកើនឡើងហេតុនេះមន្ត្រីនគរបាលទាំងអស់ត្រូវតែស្វែងយល់បន្ថែមទៀតដើម្បីឲ្យទាន់សម័យកាលឯកឧត្តមស្នេហ៍ឯកឆាយកឹមខឿនបានរំលឹកទៀតថាសិក្ខាកាមទាំងអស់នៅពេលវិលត្រឡប់ទៅអង្គភាពឬប៉ុស្តិ៍នគរបាលរដ្ឋបាលវិញត្រូវចូលរួមអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពនិងគោលនយោបាយសំខាន់ផ្សេងៗរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដើម្បីពង្រឹងសុវត្ថិភាពសន្តិសុខសណ្ដាប់ធ្នាប់សង្គមការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពបានល្អប្រសើរនាំឲ្យមូលដ្ឋានរបស់យើងគ្មានបទល្មើសគ្មានអំពើលួចឆក់ប្លន់ជាដើមឯ
ឯកឧត្តមឧត្តមស្នេហ៍ឯកអគ្គស្នងការរងនគរបាលជាតិសង្ឃឹមថាក្រោយពីបញ្ចប់វគ្គនេះទៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលរបស់យើងនឹងមានមន្ត្រីដែលមានសមត្ថភាពជួយការងារបម្រើសេវាប្រជាពលរដ្ឋកាន់តែសកម្មថែមទៀតមុននឹងបញ្ចប់ឯកឧត្តមឧត្តមស្នេហ៍ឯកឆាយកំខឿនអគ្គស្នងការរងនគរបាលជាតិក៏បានផ្ដល់កិត្តិយសចែកជូនវិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាមទាំងអស់និងបានថតរូបទុកជាអនុស្សាវរីយ៍ផងដែរ